បងប្អូនមានឆ្ងល់ទេថាហេតុអីបានប្រទេសសៀមស្រេកឃ្លានទឹកដីកម្ពុជាយើងម្លេះជាពិសេសជាងគេគឺឆ្នាំ2025នឹងតែម្ដងយុ9បងប្អូនចាតាមពិតសៀមវាដឹងហើយវាដឹងថាប្រទេសវាលិចទឹកបងប្អូនចាហើយបើនិយាយពីពុទ្ធទំនាយវិញគឺស្ដេចស្រីរបស់សៀមហ្នឹងដឹងច្បាស់ហ្មងបងប្អូនស្ដេចស្រីចាស់ហ្នឹងគឺស្ដេចស្រីហ្នឹងរៀនបាលីសំស្ក្រឹតរៀនអក្សរសាស្ត្រខ្មែរគឺចេះមកចេះទាំងអស់បងប្អូនហើយរៀនផ្លូវអង្កឹតទៀតផ្លូវអង្កឹតគឺស្ដេចស្រីនឹងរៀនចេះខ្លាំងណាស់រាល់ថ្ងៃហ្នឹងកំពុងតែដោះពុទ្ធទំនាយរាល់ថ្ងៃហ្នឹងប៉ុន្តែมันអាចទេដោះមិនចេញទេពុទ្ធទំនាយរបស់លើកមកពាក់បរោះដូនតាចានេះយើងនិយាយពីពុទ្ធទំនាយហើយ stop ពីពុទ្ធទំនាយនិយាយរឿងវិទ្យាសាស្ត្របងប្អូនចាវិទ្យាសាស្ត្រប្រទេសសៀមនេះនៅក្រោមរលកលីវ៉ូទឹកសមុទ្រ 1.5 ណាបងប្អូននៅក្រោមណាបងប្អូនចាអញ្ចឹងបានវាលិចនោះនឹងយើងនិយាយពីវិទ្យាសាស្ត្រណាបងប្អូនហើយបើអ្នកខ្លះសួរថាចុះបើលិចប្រទេសសៀមហើយតើអាចមកដល់ប្រទេសកម្ពុជាយើងអត់ចឹងយើងនិយាយពីវិទ្យាសាស្ត្រថាបើមើលវិទ្យាសាស្ត្រទៅតាមវិទ្យាសាស្ត្របកស្រាយអត់ប៉ះពាល់កម្ពុជាយើងទេបងប្អូនចាដោយសារអីដោយសារកម្ពុជាយើងនៅលើគេកម្ពុជាយើងនៅលើលីវ៉ូទឹកសមុទ្រហ្នឹង5 ចុចជាងណាបងប្អូនអញ្ចឹងអត់ងាយប៉ះពាល់ដល់កម្ពុជាទេហើយមិនបាច់ចាំភ័យទេកម្ពុជាបើសិនជាប៉ះពាល់ទៅឡាវមុនបងប្អូននឹងមីយ៉ាម៉ាមុនអញ្ចឹងណាចាអញ្ចឹងយើងមើលទាំងអស់គ្នាជាក់ស្ដែងថាយើងឆែកវិទ្យាសាស្ត្រទាំងអស់គ្នាណាបងប្អូនចាហើយចង់និយាយថាប្រទេសកម្ពុជាយើងណាគឺនៅលើគេលើទាំងវៀតណាមលើទាំងឡាវលើទាំងមីយ៉ាម៉ាលើទាំងប្រទេសសៀមចាគឺបន្ទាប់ពីប្រទេសកម្ពុជាទៅណាបន្ទាប់ពីប្រទេសកម្ពុជាទៅមានតែទន្លេមេគង្គទេបងប្អូនចាអញ្ចឹងកម្ពុជានៅលើគេបន្ទាប់មកគឺទន្លេមេគង្គអញ្ចឹងបានថាកម្ពុជាយើងអត់ងាយប៉ះពាល់ទេបងប្អូនដោយសាររាល់ថ្ងៃយើងតែងតែមានភ្លៀងមានទឹកត្នេះត្នោះតិចតួចដោយសារព្រោះយើងខែភាសាបងប្អូនចាយើងខែភាសាដូចទៅរាល់សពឆ្នាំហ្នឹងឯងប៉ុន្តែបើថាឲ្យពីអីគេគ្រោះដូចធម្មជាតិដូចគេមកគឺអត់មានទេហើយម្យ៉ាងទៀតកម្ពុជាយើងគឺពលឹងមកពាក់បរោះដូនតាយើងការពារคุ้មគ្រងសម្រាប់ណាបងប្អូនចាហើយម្យ៉ាងទៀតធៀមនឹងវាបំពេញកម្ពុជាយើងផងបានតែវាអញ្ចឹងនោះទឹកដីដូនតាមែនប៉ុន្តែសៀមនៅលើទឹកដីដូនតាហើយល្មើសលើទឹកដីដូនតាទៀតអញ្ចឹងណាអញ្ចឹងបានថាពលឹងពាក់បរោះដូនតាមិនជួយទេហ្នឹងយើងនិយាយតាមពុទ្ធទំនាយណាបងប្អូនចាតែបើនិយាយតាមវិទ្យាសាស្ត្រគឺសៀមហ្នឹងនៅក្រោមរលកទឹកសមុទ្រហើយគេថា2030ហ្នឹងគឺទៅហើយបងប្អូនចានៅក្រោមទឹកសមុទ្រត្មងណាហើយអត់មានទឹកទល់អីទេបងប្អូនចាគ្រោះមហន្តរាយមិនអាចទឹកទល់ជាប់ទេអញ្ចឹងហើយបានបញ្ជាក់ថាប្រទេសសៀមហ្នឹងវាចង់បានទឹកដីខ្មែរយើងហ្នឹងដើម្បីយកនៅចាដើម្បីយកនៅដោយសារអីប្រទេសវាលិចទឹកហើយមកដល់មិនប្រងមកធ្វើប្រជាជនខ្មែរទាំងមូលយកទឹក